កសិករម្នាក់ធ្លាប់បានរកឃើញសុទ្ធឥន្ទ្រីមួយហើយមិនដឹងថាត្រូវធ្វើអ្វីជាមួយវានោះទេដូច្នេះគាត់បានដាក់វាទៅក្នុងសម្បុកមាន់សុទ្ធនោះបានញាស់ហើយឥន្ទ្រីបានធំឡើងដោយមាន់ញីជាអ្នកចិញ្ចឹមមើលថែវាកាយដីរកអាហារហើយរស់នៅដូចមាន់ឯទៀតដែលនៅជុំវិញវាមិនដែលព្យាយាមហោះហើរនោះទេវាមិនដែលងើយមុខឡើងទេពេញមួយជីវិតរបស់វាជឿថាខ្លួនជាម្នាក់ក្នុងចំណោមមាន់ទាំងនោះជាច្រើនឆ្នាំក្រោយមកទីបំផុតវាមើលទៅលើមេឃនៅពីលើខ្ពស់សត្វស្លាបដ៏មានអំណាចមួយបានហើយយ៉ាងរលូនស្លាបលឺសន្ធឹងធំផ្លាស់ទីដោយកម្លាំងនិងភាពស្រស់ស្អាតនោះជាអ្វីឥន្ទ្រីបានសួរនោះគឺជាឥន្ទ្រីមាន់នៅក្បែរនោះបាននិយាយស្ដេចនៃបក្សីមេឃគឺជារបស់វាហើយយើងស័ក្តិសមទៅនឹងដីឥន្ទ្រីក៏បានអោនក្បាលចុះហើយត្រឡប់ទៅកាយដីវិញជាធម្មតាវារស់នៅពេញមួយជីវិតរបស់វាដោយជឿថាខ្លួនវាជាមាន់មិនមែនដោយសារតែវាជាមាន់នោះទេប៉ុន្តែដោយសារតែគ្មាននរណាម្នាក់ប្រាប់វាថាវាគឺជាឥន្ទ្រីនៅពេលដែលធំឡើងដោយត្រូវបានហុំព័ទ្ធទៅដោយមាន់វាពិបាកក្នុងការរៀនពីរបៀបហោះហើរណាស់ដូច្នេះត្រូវប្រយ័ត្នចំពោះអ្នកដែលអ្នកស្ដាប់តាមបរិយាកាសបរិស្ថានមនុស្សនៅជុំវិញអ្នកកំណត់ថាតើអ្នកគឺជានរណាជ្រើសរើសមនុស្សនៅជុំវិញអ្នកដូចនេះចូលជ្រើសរើសមនុស្សនៅជុំវិញអ្នកដោយឆ្លាតវៃ